ថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបនៅក្នុងការដូរឈ្មោះ Facebook Page នៅក្នុងឆ្នាំ2026តើយើងទៅដឹងទាំងអស់គ្នាមុនដំបូងបងប្អូនចូលទៅក្នុង Facebook មកហើយនេះជា Facebook របស់យើងហើយយើងចុចទៅត្រេ3នៅខាងឆ្វេងដៃយើងចុច Outline នេះអុចមួយនេះមកដើម្បីចូលទៅកាន់ Page របស់យើងត្រង់នេះខ្ញុំមាន Page ច្រើនមែនតើហើយខ្ញុំចង់ដូរ Page ឈ្មោះ 100k ទៅជាឈ្មោះ AZ វិញអញ្ចឹងតើយើងទៅមើលរបៀបដូរទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងចូលមកកាន់ Page ហើយយើងចុច Align នៅរូប Profile នៅខាងក្រោមហ្នឹងហើយយើងចុចត្រង់ហ្នឹងយើងអស់ទៅរកពាក្យ Setting and Privacy ដល់ហើយនេះហើយយើងចុចពាក្យ Setting មកអូខេនៅពេលចូលមកដល់ត្រង់ចំណុចនេះយើងអស់មកក្រោមទៅរកពាក្យ Page Setup តែយើងមើលទាំងអស់គ្នានេះត្រង់នេះគឺរូបទង់ជាតិពណ៌សហ្នឹង Page Setup យើងចុចទៅលើវាមកបកមកត្រង់នេះយើងឃើញគឺមានជម្រើសច្រើនមែនតើហើយដែលយើងចង់ធ្វើគឺដូរឈ្មោះរបស់យើងពី 100k ទៅជា AZ ហើយទាំងនេះយើង remove ឈ្មោះ 100k មកហើយយើងដាក់ AZ មកហើយនៅពេលដែលយើងសរសេរហើយយើងចុចដាននៅខាងក្រោមហ្នឹងមកត្រង់នេះគឺ review change អញ្ចឹងយើងមើលមើលយើងចុចមកបកត្រង់នេះគឺដូរពី 100k ទៅជា AZ ហើយយើងមើលត្រឹមត្រូវហើយអញ្ចឹងយើងចុច submit នៅពេលដែលយើង submit ត្រង់នេះគឺទទួលបានជោគជ័យហើយប៉ុន្តែខ្ញុំចង់បញ្ជាក់ត្រង់នេះបន្តិចមាន account បងខ្លះគាត់ត្រូវវាយឈ្មោះនៅ Facebook របស់គាត់ប៉ុន្តែ account ខ្លះអត់វាយទេហើយសម្រាប់ខ្ញុំគឺជោគជ័យហើយយើងមើលទៅកន្លែង profile នេះមកអូខេទាំងនេះយើងទទួលបាននៅ account មួយដែលមានឈ្មោះថ្មីនិងសម្រាប់ប្រើប្រាស់ហើយទាំងនេះយើងអាចដូរ profile ដូរ cover អញ្ចឹងណានេះគឺជារបៀបនៅក្នុងការដូរឈ្មោះ Facebook Page សង្ឃឹមថាបងប្អូនយល់ហើយនឹងធ្វើបានទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយ